សួស្តីប្រិមិត្តបានតាមដានស្ដាប់រឿងព្រេងខ្មែរភាគ1សូមជូនរឿងពាក្យសុភាសិតតម្លៃ30ដំឡឹងកាលពីព្រះនីមានជន2នាក់ប្តីប្រពន្ធបុរសជាប្តីបានឃើញគេរៀនរបៀងពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលីប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឮគេថាទីត្រង់ណាមានអ្នកចេះរបៀងអាគមគេថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរទៅឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាអើតាអើយខ្ញុំមកនេះត្បិតឮគេថានៅទីនេះមានគ្រូចេះរបៀងពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀង3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់ចៅឯងមិនច្បុតទេកងបានដុតចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀងតានេះចុះពូកែណាស់បុរសនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីបុរសនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀងទាំង3បទនោះចាំស្ទាត់រត់មកឯតាចាស់ប្រាប់ថាបើចៅកាន់របៀងទាំង3នេះបានតាមិនឲ្យទៅទេបើចៅកាន់របៀងទាំង3បទនេះបានតាឲ្យទៅទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញបុរសនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀង3បទនោះចាប់តែតាមផ្លូវមកពុំមានភ្លេចលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយបុរសនោះក៏សុំសំពៅគេដោយសារមកស្រុកដងខៅសំពៅក៏ព្រមឲ្យតាដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀង3បទនោះហើយចេះតែជួយលៀងជួយថែទាំជួយចុះចូលសំពៅដូចជារបស់ខ្លួននេះសំពៅនឹកក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីឆ្អែតតែរាល់ថ្ងៃរៀងមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនៃសំពៅនឹកតែឃើញក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីទៅលុះបាក់សំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោបពីសិតតែចំណីស្រាបាយទុកឲ្យជាមកស៊ីឯអ្នកសំពៅការដល់វិហារនោះក៏ចតសំពៅឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពឹសដៃផ្ទៃឆ្អែតដេកយប់គុំនិយាយនឹងស្រីឃ្លានកុំអាស៊ីដោយគិតថាចំណីអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលុបមើលលុះដល់ថ្ងៃត្រង់យាកមកដល់ហើយវាខឹងខ្លាំងណាស់ថានរណាហ៊ានមកស៊ីចំណីអស់នេះយាកថាហើយក៏ប្រាដំបងមកធ្វើមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយាកវិញហើយយាកកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលក្រឡេមក្រលើមបុរសឃើញយាកភ័យណាស់មាត់ចេះតែទន្ទិញរបៀប3បទហើយគិតថាបើអញស្រែកក្រែងយាកលឺវាឃើញអញហើយវានឹងមកស៊ីអញទៀតគិតហើយក៏លោតចុះពីធ្នឹមស្រែកវ៉ាស់ឡើងយាកភ័យណាស់រត់ចោលដំបងទៅបាត់ទៅបុរសនោះបានដំបងវាយអញហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បុរសនោះយកដំបងទៅលាក់ក្រោមចិន្តាយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសុំនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះមានសហាយពីលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់វាឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចចាំព្រឹកទៅនិយាយបាន ប្រពន្ធចេះតែអបអង្អែល
ទ្រាំពុំបានប្តីក៏និយាយប្រាប់ថាដេកយប់កុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀប3បត់ហើយត្រឡប់មកវិញដល់ពាក្យកណ្ដាលផ្លូវបានដំបងវាឯងទៀតប្រពន្ធសួរថាឯងនោះទុកនៅឯណាឥឡូវហ្នឹងខ្ញុំចង់ឃើញប្តីថាអញទុកក្រំចន្ទាយកថ្មគ្របថាហើយក៏ដេកលុបទៅសហាយលុបស្ដាប់ឮហើយក៏ទៅក្រំចន្ទារើសយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហាមស្រាងឡើងបរោះនោះរលឹកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញទោះតែអញប្រាប់ឥឡូវនេះមនុស្សលឺវាលួចយកដំបងបាត់ហើយប្រពន្ធលឺហើយដឹងថាសហាយលួចក៏មិនស្ដីបណ្ដាំបាយឲ្យប្តីស៊ីរួចហើយបរោះនោះក៏យកខ្សែមកចងថ្មដៃគ្រប់លើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរោគចាឲ្យមេស្រុកពុំបានដឹងបើជំនុំជម្រះដល់ម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថាកំព្រឹសតាំងពីដូនតាមកនរណាដែលឃើញដំបងវាឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់លោកយមរាជអ្នករាជការគ្រប់គ្រងក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់មើលនិមឺនថាមែនបានគេថាមានប្រឡាយបានទឹកហូរមានសម្រាមបានឆ្កែវិជុះអស់និមឺនកុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានបន្ទូលប្រាប់បរិស្ថានហើយវិលទៅផ្ទះចុះកាលណាអញប្រាឲ្យគេទៅហៅសមោកបរិសនោះទទួលថាព្រឹកក្រណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅវិញក្រោយពេលបរិសនោះចាក់ចេញទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាជថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរំ3ថ្ងៃ3យប់ឲ្យបណ្ដារាជមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាជសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសព្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេចអស់រាជនិងនិមឺនពុំដែលមានទ្រង់ប្រាអាមាត្យម្នាក់យកទៅឲ្យបរិសនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យឯងនិងប្រពន្ធឯងទៅលៀបនឹងប្រពន្ធឯងលៀបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបបង្គំទូលស្ដេចវិញបុរសនោះបានព្រេងក៏ហៅប្រពន្ធមកហុចព្រេងឲ្យទៅប្រាប់នាងថាព្រឹកក្រណាជាអង្គម្ចាស់ជីវិតទ្រង់ព្រះរាជទានព្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលៀបទៅមើលល្ខោននឹងគេតែឥឡូវអញឈឺក្បាលឯងយកទៅលៀបហើយទៅមើលល្ខោននឹងគេចុះឯប្រពន្ធលឺប្តីបើកឲ្យទៅហើយក៏ឲ្យទាំងព្រេងទៅលៀបផងដូច្នោះប៉ុនពេកដោយពុំបានដឹងក៏ជាគេចាប់ក៏យកព្រេងទៅឲ្យសហាយលៀបផងហើយបណ្ដាគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្រអូបព្រេងនោះទ្រង់សឹកប្រាប់និមឺនម្នាក់ចូលអ្នកទៅហិតក្លិនអស់បណ្ដារាជដែលមើលល្ខោនទាំងប្រមាណបាទធំក្លិនព្រេងក្រអូបយ៉ាងនោះប្រមាណអ្នកចូលអ្នកនាំយកឲ្យអញឲ្យឆាប់និមឺននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះធំតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលៀបព្រេងក្រអូបទាំងពីរនាក់នោះក៏នាំទាំងស្រុកក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលែងរំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅមែនឬទេព្រោះក្រាបទូលថាមែនទ្រង់មានព្រះរាជទានទ្រង់មានព្រះរាជបន្ទូលសួរទៅប្រុសសហាយនោះថាឯងបានទៅលួចដំបងចៅនេះមែនឬសហាយនោះក្រាបបង្គំទូលលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសហាយទាំងប្រុសស្រីនោះទៅដាក់ច្របាស់ដាក់ទោសប្រុសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសុំទោសហើយក៏ប្រកល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយប្រុសសហាយនោះអរណាស់សំពះសុំទោសរួចវិលទៅវិញឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះរាជបន្ទូលថាដំបងវាឯងនេះ
ថ្លៃណាស់ទ្រង់ព្រីអនុញ្ញាតឲ្យបាក់ឃ្លៀងមាសប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើសអស់ទាំងឃ្លៀងមាសប្រាក់បំបាញ់នោះទៅឃើញកំបិតបន្ទោះមួយចាស់នៅក្រោមឃ្លៀងក៏យកកំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់និមឺនគេថ្មេះទេសដៀបបុរសនោះថាជាមនុស្សឆោតប្រាក់មាសមិនយកទៅយកឯកំបិតច្រេះស៊ីប្រាក់មាសមិនយកទៅយកឯកំបិតច្រេះស៊ីបុរសនោះក៏ដាច់ចេញអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សិទ្ធិម្នាក់ថាព្រឹកស្អែកទ្រង់នឹងទៅក្រសាព្រៃឲ្យមហាសិទ្ធិធ្វើរទេះមួយយ៉ាងល្អល្អះឲ្យឆ្លាក់ក្បាច់លាបលុនឲ្យហើយឲ្យតន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទោសដល់ជីវិតរីឯមហាសិទ្ធិនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបែរជាធ្វើមឈូសទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញសិទ្ធិនោះកំពុងតែធ្វើបុណ្យក៏សួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានក្តាមមឈូសផងដូច្នោះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយលាបលុនយ៉ាងល្អឲ្យតន់ព្រឹកនេះស្ដេចកសាព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះមហាសិទ្ធិធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យទៅវិញបុរសនោះឆ្លើយថាក្រអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យតន់ព្រឹកនេះមហាសិទ្ធិបានលើកដូច្នោះអរណាស់ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រកោឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកំបិតមួយដែលយកមកពីក្រោមបាតឃ្លាំងនោះមកបាញ់រួចស្រេចក្នុងយប់នោះហើយលាបលូនយ៉ាងល្អព្រឹកឡើងក៏អស់រទេះទៅថ្វាយស្ដេចទ្រង់ពិតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាព្រៃឯមហាសិទ្ធិលុះរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធ្ងន់ណាស់ឥឡូវនេះនឹងរកអ្វីសងស្មើគ្មានតែកូនក្រមុំមួយល្មមឲ្យមានប្តីដូច្នោះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកការឲ្យទៅលុះការរួចហើយក្នុងយប់នោះពេលផ្សំដំណេករបស់នោះគិតរបងជាប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅលុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនសិទ្ធិកំអួតប្តីប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សក្រមឹកអួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសិទ្ធិឬកូនស្រែកដូច្នោះក៏គាត់ថាកូនដេកទៅកុំនិយាយត្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងគាត់ដូចម្ដេចក៏កូនស្រីមិនស្ដាប់ហើយចេះតែរអ៊ូថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបុរសនោះក៏រលឹកពីដេកក៏ចូលទៅរកសិទ្ធិប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយថាមិនបានពាល់ដៃជើងឡើយមហាសិទ្ធិខាត់សំទោសឲ្យកូនយ៉ាងណាបុរសនោះពុំព្រមយកហើយលាមហាសិទ្ធិយកតែកំបិតដាទៅទៀតលុះស្ដេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់និមឺនចាត់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់ស្ងៀមទៅបុរសនោះលាសិទ្ធិដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យនិមឺនម្នាក់ទៅដេកវេនយីមចាំនៅចុងព្រីជារងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់តាំងតែពីថ្ងៃដែលទ្រង់បង្កប់មកនោះស្លាប់អស់ជាច្រើននៅថ្ងៃដែលបុរសនោះទៅដល់ជួនត្រូវលើវេនជាមចៅហ្វាទៅដេកថ្វាយស្ដេចកាប់ចៅហ្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបុរសនោះទៅដល់សួរថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ក្នុងពេលយប់នេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះឲ្យតែបាយខ្ញុំស៊ីចុះបុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចកាប់ចុះឬគេលើដូច្នោះក៏ទៅជម្រាបចៅហ្វាឲ្យហៅបុរសនោះហើយឲ្យរៀបបាយទឹកឲ្យស៊ីរួចហើយសួរថា
បើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចាហ្វានោះពាក់យកមកពាក់រួចហើយក៏លីកំបិតបន្តោះចូលទៅដេកក្នុងចុងព្រាយជ្រងចាំស្ដេចជិះកាប់លុះទៅដល់ចុងព្រាយជ្រងបុរសនោះពុំដេកឡើយចាំមើលស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងចូលមកចិត្តក៏ស្ទុះចូលទៅស្ដេចនោះជាប់ហើយក៏ចាក់នឹងកបិតបន្តោះបង្ខុសពីរបីដងហើយសួរថានរណាចូលមកទាំងយប់នោះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះថាហើយក៏ចាក់បង្ខុសទៀតស្ដេចទ្រង់មានបន្ទូលថាទេអញទេនរណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះសួរដេញដោលដូច្នោះហើយបុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសំទោសស្ដេចត្រាស់សួរថាចៅនៅឯណាបុរសនោះថាខ្ញុំនៅផ្ទះចាហ្វាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅវិញលុះព្រឹកឡើងបុរសនោះក៏កាន់កំបិតចេញពីក្នុងវាំងមកផ្ទះចាហ្វាអ្នកផងឃើញហើយឆ្ងល់ណាស់បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ដេចក៏មិនស្លាប់ត្រឡប់មកវិញចាហ្វាសួរបុរសនោះក៏ជម្រាបតាមដំណើរសពគ្រប់ហើយជម្រាបថែមថាស្ដេចសពថ្ងៃនេះមិនមែនជាកាចទេត្បិតទ្រង់ពិសោធន៍រកមនុស្សប្រាជ្ញចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមតែឲ្យអ្នកដែលទៅយាមចេះតែដេកលក់ទៅស្ដេចទ្រង់កាប់ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយយើងដេកលក់នោះតើនឹងទៅជាយ៉ាងណាទៅបុរសនោះនិយាយរឿងប្រាប់សពគ្រប់ទៅភ្នាក់ខ្លួនគ្រប់គ្នាចៅហ្វានោះមានកូនក្រមុំមួយក៏ឲ្យទៅជាប្រពន្ធបុរសនោះដោយគិតថាបុរសនេះមានគុណធម៌ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានិមន្តធំរក្សាព្រះរាជនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ចូលរាទៅទ្រង់ពុំមានព្រះរាជបុត្រនិងខ្សោយរាជស្នងមានតែព្រះរាជធីតាមួយក៏ទ្រង់ព្រះរាជទានព្រះរាជធីតានិងរាជសម្បត្តិឲ្យបុរសនោះខ្សោយរាជជាស្ដេចទៅ